បុរសម្នាក់បានលាក់ខ្លួននៅក្រោមគ្រែដើម្បីលួចមើលរាល់ចលនារបស់ទេពធីតាលើកដំបូងដែលគាត់លួចចូលទៅក្នុងផ្ទះរបស់ទេពធីតាស៊ីស៊ុនមានអារម្មណ៍ភ័យនិងរំភើបបន្ទាប់ពីទេពធីតាដើរចូលទៅក្នុងបន្ទប់ទឹកគាត់ហ៊ានឡើងចេញពីគ្រែប៉ុន្តែអ្នកណាដឹងថាទេពធីតាស្រាប់តែបើកទ្វារបន្ទប់ទឹកជាសំណាងល្អមិនមានគ្រោះថ្នាក់អ្វីទេប៉ុន្តែគាត់នៅតែត្រូវចាក់ចេញយ៉ាងលឿនបើមិនដូច្នោះទេវានឹងមានបញ្ហាប្រសិនបើត្រូវរកឃើញនៅពេលក្រោយទោះជាយ៉ាងណាក៏ដោយនៅពេលដែលស៊ីស៊ុនហៀបនឹងដើរតាមបង្អួចបទចម្រៀងដ៏ពីរោះមួយត្រូវបានឬនៅក្នុងបន្ទប់ទឹកស៊ីស៊ុនត្រូវបានតាក់ទាញភ្លាមរាងកាយនៅតែដើរដោយមិនអាចគ្រប់គ្រងបានឆ្ពោះទៅបន្ទប់ទឹកស្ដាប់បទចម្រៀងស្នេហាដ៏ពីរោះនៅក្នុងចិត្តរបស់វីស៊ុនមិនត្រឹមតែទេពធីតាបានលេចចេញមកទេខ្ញុំមិនដឹងថាហេតុអ្វីទេវីស៊ុនស្រាប់តែមានភាពក្លាហានបើកទ្វារបន្ទប់ទឹកដោយផ្ទាល់តើអ្នកចង់ធ្វើវាជាមួយខ្ញុំទេជីស៊ុនជាមនុស្សចូលចិត្តនៅផ្ទះគាត់ស្រមៃចង់បានអ្នកចិត្តខាងស្រីម្នាក់ឈ្មោះសានយ៉ាជារៀងរាល់ថ្ងៃប៉ុន្តែគាត់ជាមនុស្សកំសាកហើយមិនហ៊ានសារភាពទេគាត់គ្រាន់តែលាក់ខ្លួននៅក្នុងទីងឹតហើយលួចមើលមិនត្រឹមតែប៉ុណ្ណោះគាត់ក៏នឹងហៅសានយ៉ាដោយមិនមានអ្នកណាកត់សម្គាល់ហើយលួចថតរូបពីក្រោយដើម្បីចូលទៅជិតសានយ៉ានៅថ្ងៃនោះគាត់ក្លាហានណាស់ដែលគាត់បានដើរតាមសានយ៉ាចូលទៅក្នុងចណ្ដាលយន្តទោះជាយ៉ាងណាក៏ដោយពេលគាត់ចុចប៊ូតុងថាមពលខ្ញុំបានប៉ះដៃសានយ៉ាដោយចៃដន្យឲ្យគាត់មានអារម្មណ៍ស្ពឹកជ្រុងបេះដូងត្រង់ដើម្បីងាយស្រួលថតរូបស៊ីស៊ុនក៏ដាក់ទូរស័ព្ទពីក្នុងហោប៉ៅនៅពីមុខទ្រូងរបស់គាត់ក្លិនក្រអូបរបស់សានយ៉ាអនុញ្ញាតឲ្យវីស៊ុនប្រញាប់ទៅរកលុយពេលដែលវីស៊ុនស្រវឹងចណ្ដាលយន្តបានទៅដល់ជាន់ទី1វីស៊ុនប្រញាប់ធ្វើពុតជាភ្លេចយកកូនសោមកហើយបិទចណ្ដាលយន្តប៉ុន្តែវីស៊ុនមិនបានរំពឹងទុកទេបន្ទាប់ពីសានយ៉ាដើរចេញពីចណ្ដាលយន្តខ្ញុំបានងាកមកញឹមដាក់គាត់តើនេះជាតម្រុយពីសានយ៉ាមែនទេពេលដែល Shitsun ស្រមៃចង់ណាត់ជួបជាមួយ Shenya ស្ត្រីចំណាស់ម្នាក់បានបង្ហាញខ្លួនទាញគាត់ឲ្យត្រឡប់មករកការពិតវិញ Shitsun បានឃើញស្ត្រីចំណាស់នោះចិត្តល្អគាត់ចុចប៊ូតុងថាមពលភ្លាមបន្ទាប់មកគាត់នៅម្នាក់ឯងក្នុងចណ្ដាលយន្តងាកមើលទៅក្លិនរបស់ Shenya បន្ទាប់ពីត្រឡប់មកផ្ទះវិញ Shitsun បានប្រាប់អ្នកលេងអ៊ីនធឺណិតអំពីអ្វីដែលបានកើតឡើងនៅក្នុងចណ្ដាលយន្តនៅថ្ងៃនេះអ្នកលេងអ៊ីនធឺណិតបានលើកទឹកចិត្តគាត់ឲ្យមានភាពក្លាហានប៉ុន្តែ Shitsun ច្បាស់ជាសុទ្ធទន់មិនថាអ្នកលេងអ៊ីនធឺណិតលើកទឹកចិត្តប៉ុណ្ណាទេគាត់មិនដែលហ៊ានសារភាពប្រាប់ Shenya ទេខ្ញុំគ្រាន់តែហ៊ានស្រមៃមើលរូបភាពមួយចំនួនជាមួយ Shenya នៅក្នុងក្បាលរបស់ខ្ញុំហើយមុនពេលចូលគេងរាល់យប់គាត់ត្រូវមើលវីដេអូរបស់ Shenya រាប់មិនអស់សូម្បីតែពង្រីករូបភាពខ្លាចខកខានរាល់ព័ត៌មានលម្អិតព្រឹកបន្ទាប់នាឡិការោទរោទម្ដងទៀត Shitsun ប្រញាប់ទៅទ្វារដើម្បីរាប់គាត់បើកទ្វារឲ្យទាន់ពេលវេលាយកទូរស័ព្ទរបស់គាត់ចេញថតរូប Shenya ប៉ុន្តែលើកនេះគាត់មិនបានតាម Shenya ទេប៉ុន្តែឈរនៅលើដំបូលអំដំណើរ Shenya ទៅធ្វើការសម្លឹងមើលគូស្នេហ៍នៅជាន់ក្រោម Shitsun មានអារម្មណ៍មិនស្រួលខ្លាំងគាត់បានដឹងថាវាមិនមែនជាគំនិតល្អទេក្នុងការថតរូប Shenya អ្នកត្រូវតែចាត់វិធានការបន្ទាប់ពីការតស៊ូគិត Shitsun បានពាក់អាវភ្លៀងរបស់គាត់ភ្លៀងធ្លាក់យ៉ាងខ្លាំងហើយធ្លាក់ចេញពីយ៉របស់គាត់រួចគាត់លួចចូលទៅក្នុងផ្ទះរបស់ Shenya ប៉ុន្តែមិនយូរប៉ុន្មាន Shitsun បានរកឃើញអ្វីមួយមិនឃើញហេតុអ្វីបានជាគ្មានក្លិន Shenya នៅក្នុងបន្ទប់គាត់មើលទៅគ្រែរបស់ Shenya បន្ទាប់មកគាត់លោតឡើងអបខ្នើយទីបំផុតបានរកឃើញក្លិនដែលធ្លាប់ស្គាល់ Shitsun ពេញចិត្តយ៉ាងខ្លាំងអ្នកណាមិនដឹងមានភ្នែកពីរសម្លឹងមើលគាត់នៅក្នុងទូខោអាវនៅពីក្រោយភ្នំបន្ទាប់មក Shitsun បានមកបន្ទប់ទឹកម្ដងទៀតគាត់បានថតរូបបន្ទប់ទឹករបស់ Shenya ខ្ញុំនឹងត្រឡប់ទៅទិញរបស់ដែលពេលនេះច្រាសដុសធ្មេញពណ៌ផ្កាឈូកបានតាក់ទាញចំណាប់អារម្មណ៍របស់គាត់ Shitsun ដឹងថានេះប្រកាសជាច្រាសដុសធ្មេញរបស់ Shenya រំភើបចិត្តខ្លាំងណាស់ដែលបានរើសច្រាសដុសធ្មេញមកដុសវាខ្លាំងទោះបីជាវាមិនអាចថើប Shenya បានក៏ដោយប៉ុន្តែវាមានអារម្មណ៍ល្អដែលថើបដោយប្រយោលទោះជាយ៉ាងណាក៏ដោយពេលដែល Shitsun កំពុងដុសធ្មេញសោលេខសម្ងាត់នៅមាត់ទ្វារបានរត់ភ្លាមខ្ញុំមិននឹកស្មានថា Shenya នឹងត្រឡប់មកវិញមុនទេជាសំណាងល្អនៅពេលដែល Shenya ចូលទៅក្នុងទ្វារ Shitsun បានលាក់ខ្លួននៅក្រោមគ្រែទាន់ពេលនេះមិនត្រូវបានរកឃើញដោយ Shenya ទេប៉ុន្តែពេលដែល Shenya ដើរកាត់បន្ទប់ទឹកស្រាប់តែឃើញស្បែកជើងរបស់គាត់បានដឹងថាមានអ្នកលួចចូលក្នុងផ្ទះប៉ុន្តែរឿងចំលេខគឺ Shenya មិនភ័យស្លន់ស្លោទេមិនបានហៅប៉ូលីសទេផ្ទុយទៅវិញគាត់បានដោះក្រមារបស់គាត់ចេញដោយស្ងប់ស្ងាត់នៅមុខកញ្ចក់បន្ទាប់មកគាត់ចាប់ផ្ដើមនិយាយដោយខ្លួនឯងប្រសិនបើអ្នកមិនមានវីទេប្រាប់ខ្ញុំថាអ្នកមិនមានវីទេខ្ញុំភ័យខ្លាំងណាស់ថាខ្ញុំនឹងមានការឆ្លងមេរោគត្រចៀកអូធំក្លិនឃើញ Shenya ដើរជុំវិញក្នុងបន្ទប់ជើងរបស់ Shitsun ទុនទាំងអស់នៅពេលនេះ Shenya ចាប់ផ្ដើមនិយាយដោយខ្លួនឯងម្ដងទៀតតើអ្នកលាក់ខ្លួននៅឯណាឥឡូវនេះតើអ្នកនឹងលាក់ខ្លួនរយៈពេលប៉ុន្មានខ្ញុំខ្លាចណាស់ថាខ្ញុំនឹងឈួតខ្ញុំមិនអាចទ្រាំទ្របានទៀតទេអូតើខ្ញុំគួរធ្វើអ្វីតើអ្នកកំពុងនិយាយជាមួយអ្នកណាឥឡូវនេះមុនពេល Shitsun ឆ្លើយតប Shenya បានដួលលើគ្រែបន្ទាប់មកគាត់បានដោះសម្លៀកបំពាក់ចេញឃើញឈុតឆាកនៅពីមុខគាត់ភ្នែករបស់ Shitsun ហៀបនឹងលេចចេញមកបន្ទាប់មក Shenya បានទៅបន្ទប់ទឹកដើម្បីងូតទឹកឱកាសដើម្បីរត់គេចខ្លួនបានមកដល់ Shitsun ប្រញាប់ចេញពីគ្រែទោះជាយ៉ាងណាក៏ដោយនៅពេលដែលគាត់ងាកមករត់គេចខ្លួនបន្ទប់ទឹកស្រាប់តែ Shenya ច្រៀងនៅពេលនោះ Shitsun មានការតាក់ទាញយ៉ាងខ្លាំងខ្ញុំមិននឹកស្មានថា Shenya មិនត្រឹមតែស្រស់ស្អាតប៉ុណ្ណោះទេការច្រៀងក៏ពីរោះណាស់ហើយទំនុកច្រៀងក៏ពោពេញដោយសេចក្តីស្រឡាញ់កំពុងគិតអំពីអ្វីដែល Shenya ទើបតែនិយាយShitsun ទើបតែដឹងតើ Shenya ដឹងរួចហើយថាគាត់នៅទីនេះទេដូច្នេះខ្ញុំបានច្រៀងចម្រៀងស្នេហាដោយចិត្តណាស៊ីស៊ុនបានប្រមូលភាពក្លាហានដើម្បីដើរទៅទ្វារបន្ទប់ទឹកប៉ុន្តែនៅពេលនេះសានយ៉ាស្រាប់តែបើកទ្វារវាពិតជាអាម៉ាស់ណាស់ដែលឃើញពួកគេទាំងពីរកំពុងសម្លឹងមើលគ្នាទៅវិញទៅមកស៊ីស៊ុនបានរៀបចំភាសាក្នុងចិត្តរបស់គាត់យ៉ាងឆាប់រហ័សបន្ទាប់មកគាត់និយាយវាដោយទឹកមុខស្មោះត្រង់តើអ្នកចង់ធ្វើវាជាមួយខ្ញុំទេ
សានយ៉ាមានការងឿងឆ្ងល់បន្តិចបន្ទាប់ពីដូច្នេះទោះជាយ៉ាងណាក៏ដោយនៅពេលនេះបុរសម្នាក់ស្រាប់តែដើរចូលទៅក្នុងផ្ទះរបស់សានយ៉ាមិត្តប្រុសរបស់សានយ៉ាវាបង្ហាញថាបុរសនោះជាមិត្តប្រុសរបស់សានយ៉ានៅពេលនេះស៊ីស៊ុនមិនដឹងថាត្រូវធ្វើអ្វីទេបុរសនោះបានដើរទៅរកគាត់យឺតស៊ីស៊ុនបានសុំទោសឲ្យដកថយភ្លាមនោះទូខោអាវនៅពីក្រោយគាត់ស្រាប់តែបើកខ្ញុំទៅតែសំឡេងផ្ទុះវាហាក់ដូចជាមានអ្វីមួយធ្លាក់ចេញមកខ្ញុំមិននឹកស្មានថាវាជាសាកសពទេឃើញឈុតនេះស៊ីស៊ុនស្រាប់តែភ័យខ្លាចវាបង្ហាញថាសានយ៉ានិងមិត្តប្រុសរបស់នាងជាឃាតករស៊ីស៊ុនចង់រត់គេចខ្លួនប៉ុន្តែវាយឺតពេកហើយឃើញឈុតនេះស៊ីស៊ុនស្រាប់តែភ័យខ្លាចវាបង្ហាញថាសានយ៉ានិងមិត្តប្រុសរបស់នាងជាឃាតករស៊ីស៊ុនចង់រត់គេចខ្លួនប៉ុន្តែវាយឺតពេកហើយស៊ីស៊ុនត្រូវបានសម្លាប់ដោយបាវដែកសូមអរគុណសម្រាប់ការទស្សនាសូមជួយចុច Follow Like និង Share ដើម្បីទស្សនារឿងថ្មីបន្តទៀត